ខ្ញុំព្រះករុណាសូមក្រាបថ្វាយបង្គំចំពោះគុណប្រជុំ3នៃព្រះត្រៃរតន៍ដោយសេចក្តីគោរពជ្រះថ្លានិងសូមក្រាបថ្វាយបង្គំចំពោះព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាដោយសេចក្តីគោរពដ៏ខ្ពង់ខ្ពស់បំផុតនិងសូមជម្រាបសួរចំពោះសម្ដេចទ្រង់ឯកឧត្តមលោកជំទាវអលោកស្រីលោកតាលោកយាយទាំងអស់ដែលកំពុងតែតាមដានទស្សនាដោយស្របទៅនឹងពេលវេលាបច្ចុប្បន្នប្រទេសកម្ពុជាយើងកំពុងតែរងនឹងការបៀតបៀនអំពីប្រទេសជិតខាងដែលជាហេតុមួយធ្វើឲ្យប្រជាជនកម្ពុជាយើងមានការភ័យខ្លាចដោយចំពោះគឺអ្នកដែលរស់នៅតាមបណ្ដាព្រំដែនត្រូវចាកឆ្ងាយចេញអំពីផ្ទះសម្បែងជាហេតុធ្វើឲ្យមានការខាតបង់ការងារយើងខ្ញុំទាំងពីរនាក់ក្នុងនាមជាជនរួមជាតិក៏ពុំមានអ្វីដើម្បីជួយរំលែកដល់ប្រមុខរាជរដ្ឋាភិបាលពុំមានអ្វីជួយឲ្យបានធំដុំដល់បងប្អូនដែលកំពុងតែមានការភ័យខ្លាចអំពីការបៀតបៀនពីសត្រូវខាងក្រៅនោះទេគឺយើងខ្ញុំមានតែចូលរួមតាមរយៈការបង្ហាញអំពីការការពារសត្រូវដែលមាននៅខាងក្នុងមានន័យថាស្របពេលដែលយើងមានការភ័យខ្លាចអំពីការបៀតបៀនពីសត្រូវខាងក្រៅយើងក៏កុំភ្លេចអំពីការបៀតបៀនដែលកើតមានជារៀងរាល់ថ្ងៃពីសត្រូវដួងចិត្តជាខាងក្នុងនេះផងដែរថ្ងៃនេះយើងខ្ញុំទាំងពីរនាក់មានកិត្តិយសសូមលើកយកនៅប្រធានបទមួយទាក់ទងនឹងវិស័យដួងព្រលឹងគឺការអប់រំផ្លូវចិត្តតាមបែបសមាធិអញ្ចឹងសមាធិនេះគឺជាវិធីសាស្ត្រដ៏ពេញនិយមមួយដែលមនុស្សនៅលើសកលលោកហ្នឹងគឺបាននឹងកំពុងអនុវត្តស្ទើរតែគ្រប់ប្រទេសគ្រប់ជាតិសាសន៍ទៅហើយដោយសារតែសមាធិនេះវាមានគុណសម្បត្តិច្រើនជួយដល់សុខភាពទាំងផ្លូវកាយទាំងផ្លូវចិត្តអញ្ចឹងសួរថាតើអ្វីជាសមាធិសមាធិមានន័យថាគឺជាការតម្កល់ចិត្តនៅក្នុងអារម្មណ៍កម្មដ្ឋានឯណានីមួយខ្ញុំសូមសួរបងថាតើអារម្មណ៍កម្មដ្ឋានបែបណាដែលគួរដល់ការលើកយកមកបរិកម្មដែលគួរលើកយកមកឲ្យចិត្តតម្កល់ដើម្បីឲ្យคล้ายទៅជាសមាធិនោះបាទអរគុណចំពោះសំណួររបស់បងអូនសុធតៈអារម្មណ៍របស់កម្មដ្ឋានគឺសំដៅទៅលើអារម្មណ៍ដែលយើងផ្ដោតទៅលើអ្វីមួយដែលវាបន្តគ្នានៅក្នុងពេលបច្ចុប្បន្នហើយបន្តអត់ដាច់ឧបមាថាយើងតម្កល់ចិត្តទៅលើដង្ហើមចេញចូលគឺវាតជាប់ជាប្រចាំតែម្ដងចុះមានអ្វីទៀតទេក្រៅពីដង្ហើមចេញចូលហ្នឹងតែយើងអាចយកអ្វីដទៃក្រៅពីដង្ហើមមកជាអារម្មណ៍នៃកម្មដ្ឋានបានទេបាទកន្លែងនេះយើងអាចយកបានគ្រប់ទាំងអស់ស្ដាប់សំឡេងសត្វឬមួយក៏ការដើរជាដើមអញ្ចឹងអ្វីមួយដែលវាឲ្យតែបន្តគ្នាជាប់រហូតអត់ដាច់ហ្នឹងហើយកំពុងតែបន្តជាប់គ្នាអត់ដាច់ហ្នឹងយើងហៅថាជាអារម្មណ៍របស់កម្មដ្ឋានហើយបាទអញ្ចឹងមិនចាំតតែអង្គុយពេនភ្នែនមើលដង្ហើមចេញចូលសូម្បីតែស្ដាប់ទឹកហូរស្ដាប់សត្វយំក៏អាចយកមកជាអារម្មណ៍នៃកម្មដ្ឋានបានដែរបាទដូច្នោះមែនកន្លែងនេះខ្ញុំក៏សូមបញ្ជាក់បន្តិចស្ថានភាពនៃផ្លូវចិត្តរបស់យើងនៅក្នុងករណីដែលវាស្ងាត់ខាងក្រៅគឺវាចាប់ផ្ដើមកម្រើកខាងក្នុងប៉ុន្តែប្រសិនបើខាងក្រៅនេះវាមានសកម្មភាពវាធ្វើឲ្យចិត្តនឹងវាស្ងាត់អញ្ចឹងនៅពេលដែលចិត្តនឹងស្ងប់ទៅគឺយើងបានសម្រាកដោយស្វ័យប្រវត្តិអញ្ចឹងដោយដែលបងបានបកស្រាយអំបញ្ញមិញហើយថាសមាធិគឺជាការតម្កល់ចិត្តចំពោះអារម្មណ៍តែមួយហើយមូលហេតុដែលមនុស្សធ្វើសមាធិដោយសារតែមនុស្សចង់បាននៅសេចក្តីស្ងប់មនុស្សរស់នៅប្រចាំថ្ងៃគឺរស់នៅដោយចិត្តគិតនឹងឯងតាំងពីព្រលឹមទល់ព្រលប់រហូតដល់ចូលដេកទៀតគឺរស់នៅដោយចិត្តគិតទាំងអស់អញ្ចឹងដោយសារតែការប្រើចិត្តគិតនឹងវាច្រើនពេកទៅធ្វើឲ្យមនុស្សហ្នឹងវាមានភាពតានតឹងអាប់អួរនៅក្នុងជីវិតប្រចាំថ្ងៃអាចកើតជាការមួម៉ៅក្តៅក្រហាយរស់នៅដោយទុកទោមនស្សដោយសារតែចិត្តហ្នឹងវាធ្វើការច្រើនពេកវាមានសម្ពាធពីការងារមានសម្ពាធពីគ្រួសារមានសម្ពាធពីរឿងសេដ្ឋកិច្ចផ្សេងអញ្ចឹងហើយធ្វើឲ្យមនុស្សហ្នឹងត្រូវបានអាប់អួរដោយសារការគិតហ្នឹងប្រសិនបើយើងអត់មានសិល្បៈនៅក្នុងការគ្រប់គ្រងចិត្តទេគឺប្រកបណាស់យើងនឹងត្រូវរស់នៅដោយការញោមញីរបស់ចិត្តគិតអញ្ចឹងហើយធ្វើឲ្យជីវិតហ្នឹងវាអត់សូវមានសេរីសួស្តីទេដូច្នោះហើយអ្នកដែលយល់ឃើញអំពីអត្ថប្រយោជន៍នៃការធ្វើសមាធិថាវានាំមកនៅសេចក្តីសុខ
ព្រោះបានស្ងប់ការគិតហ្នឹងពួកគេក៏ទៅរកមជ្ឈមណ្ឌលទៅរកអាស្រមទៅរកវត្តនានាដើម្បីទៅអង្គុយធ្វើសមាធិក៏ដើម្បីស្វែងរកសេចក្តីសុខដែលកើតចេញអំពីសេចក្តីស្ងប់ចិត្តនេះដល់ពេលបានស្ងប់អញ្ចឹងទៅក៏ពួកគេបានសុខសប្បាយមួយរយៈខណៈពេលដែលចិត្តបានស្ងប់ហ្នឹងហើយក៏ទៅប្រកបការងាររស់នៅក្នុងโลกជាធម្មតានៅពេលដែលមានទុក្ខវិញ័យញីខ្លាំងពេកទៅដឹងថាធ្វើសមាធិវាធ្លាប់បានសុខបានស្ងប់ក៏ទៅធ្វើសមាធិទៀតទៅនឹងសម្រាប់ហ្នឹងមានន័យថាវាហាក់ដូចជាវិលជុំអញ្ចឹងគាត់នៅពេលដែលគាត់មានបញ្ហាគាត់រត់ទៅធ្វើសមាធិហើយពេលដែលបានលហើយឡើងវិញទៅក៏គាត់សម្រាកធ្វើការអីធម្មតាតែមានបញ្ហាទៀតគាត់រត់ទៅធ្វើសមាធិទៀតអាហ្នឹងមានមនុស្សមួយក្រុមឬក៏មួយប្រភេទហ្នឹងគាត់គិតអញ្ចឹងគាត់គិតថាសមាធិនេះគឺវាមានអត្ថប្រយោជន៍ជួយឲ្យពួកគេគិតបានកាន់តែទូលាយហើយធ្វើយូរទៅអាចធ្វើឲ្យពួកគេហ្នឹងអាចព្យាបាលជំងឺដំកាត់ផ្សេងបានថែមទៀតផងអ្នកខ្លះដែលធ្លាប់មានបទពិសោធន៍ធ្វើសមាធិការរោគធំមួយចំនួនដូចជារោគមហារីកជាដើមហ្នឹងក៏អាចត្រូវជាឬក៏វាពន្យាការលូតលាស់នៃជំងឺមហារីកនឹងបានតាមរយៈការធ្វើសមាធិហ្នឹងអញ្ចឹងហើយបានជាសមាធិហ្នឹងមានប្រជាប្រិយភាពមិនត្រឹមតែអ្នកនៅក្នុងព្រះពុទ្ធសាសនាទេសូម្បីអ្នកកាន់សាសនាផ្សេងនៅក្នុងសកលលោកក៏គេនិយមធ្វើសមាធិនេះដែរហើយមួយផ្នែកទៀតនរជនដែលមានបំណងចង់រួចចាកទុកណាគាត់ជឿថាធ្វើសមាធិនេះវាមិនមែនត្រឹមតែបានសុខនៅក្នុងโลกនេះទេគឺការធ្វើសមាធិរបស់គាត់នឹងអាចរុញគាត់ឲ្យបានរួចចាកទុកទៀតផងអញ្ចឹងខ្ញុំសូមបញ្ជាក់បន្តិចទៀតចំពោះអ្នកដែលធ្វើសមាធិវាមានច្រើនប្រភេទវាទៅតាមបំណងរៀងខ្លួនណាអ្នកខ្លះគាត់ធ្វើសមាធិគ្រាន់តែដើម្បីឲ្យបានស្ងប់ការគិតបន្តិចទៅដើម្បីឲ្យខួរក្បាលគាត់ដំណើរការបានល្អរៀនឆ្លាតជាងមុនអ្នកខ្លះទៅធ្វើសមាធិក៏ដើម្បីអាចថាព្យាបាលជំងឺដំកាត់ខ្លះដែលនិយមតគ្នាឬក៏ធ្លាប់ឃើញអ្នកដែលកើតជំងឺផ្សេងដូចជាជំងឺមហារីកអីជាដើមទៅគេមុតមមនៅក្នុងការធ្វើសមាធិវាស្ងាត់ការគិតមែនតែនទៅក៏វាទៅជួសជុលអកោសិកាខូចហ្នឹងចោលអស់ទៅវាដោះអកោសិកាល្អឡើងវិញមកតាមរយៈធាតុស្ងាត់គឺស្ងាត់គំនិតនឹងឯងវាធ្វើឲ្យមានសុខភាពល្អជាឡើងវិញហ្នឹងមើលនរជនមួយផ្នែកហ្នឹងគឺគាត់ទៅធ្វើសមាធិដោយសារតែអញ្ចឹងមួយផ្នែកទៀតនោះដោយសារតែគាត់វាគិតច្រើនពីវាដេកមលក់ណាដល់ពេលអាចិត្តវានៅតែដើរពេកអញ្ចឹងទៅវាដេកវាមលក់វាធ្វើឲ្យកើតជំងឺផ្លូវកាយកើតទៅជា stress កើតទៅជាជំងឺវង្វេងវង្វាន់ដោយសារតែវាគិតច្រើនពេកអញ្ចឹងពួកគាត់ក៏ទៅធ្វើសមាធិដើម្បីឲ្យដួងចិត្តរបស់គាត់នឹងវាបានសម្រាកណាញ៉ាំងរាងកាយនឹងឲ្យស្រស់បោះឡើងវិញបានមកវិញអញ្ចឹងមានន័យថាសមាធិនេះវាអាចជួយបុគ្គលដែលមានបំណងដូច្នោះហ្នឹងបានមែនមានន័យថាជួយឲ្យពួកគេហ្នឹងមានវិសមកាលដួងចិត្តហ្នឹងមានន័យថាបានសម្រាកផ្នែកខាងក្នុងធ្វើឲ្យដេកលក់ស្រួលហើយដែលអាចដេកលក់ស្រួលដែលអាចជាជំងឺដែលអាចមិនមានការវង្វេងវង្វាន់នេះជាដើមហ្នឹងដោយសារតែមានការឈប់3យ៉ាងណាឈប់ទី1គឺឈប់រើបំរាស់ឈប់វិនិច្ឆ័យនិងឈប់គិតច្រើននឹងឯងដល់ពេលឈប់អាទាំង3ហ្នឹងទៅធ្វើឲ្យវាមានវិសមកាលដួងចិត្តនេះវាធ្វើឲ្យចិត្តនឹងបានលំហែបានសម្រាកបានស្ងប់ស្រស់បោះឡើងវិញតាមរយៈការធ្វើសមាធិនឹងឯងព្រោះហេតុដូច្នោះហើយបានជាមនុស្សទូទៅនៅក្នុងសកលលោកអ្នកដែលយល់អំពីតម្លៃនៃសមាធិហ្នឹងគឺចូលចិត្តធ្វើសមាធិណាស់ការធ្វើសមាធិនេះសម្រាប់នរជនមួយផ្នែកទៀតដែលលោកមានការនឿយណាយរឿងច្រំដែលនៅក្នុងវាលវដ្តសង្សារនៃការកើតចាស់ឈឺស្លាប់ហ្នឹងក៏លោកទៅធ្វើសមាធិគោលបំណងគឺដើម្បីបាននៅការរួចរំដោះគោលបំណងគឺដើម្បីរួចអំពីរឿងច្រំដែលហ្នឹងក៏នាំគ្នាទៅអង្គុយបិទភ្នែកមើលដង្ហើមចេញដឹងចូលដឹងឬក៏យកអារម្មណ៍កម្មដ្ឋានណាមួយដូចជានៅក្នុងអសុបកម្មដ្ឋាននៃកម្មដ្ឋានទាំង40ជាដើមហ្នឹងណាយកមកបរិកម្មឲ្យមើលភាពមិនស្អាតភាពកខ្វក់ដើម្បីបន្ថយនៅរាគៈដើម្បីបន្ថយនៅការត្រេះរិះនៅក្នុងកាមអារម្មណ៍ទាំងឡាយហ្នឹងអញ្ចឹងតាមរយៈការបកស្រាយរបស់យើងមកប៉ុណ្ណេះវាហាក់បីដូចថាអ្នកដែលធ្វើសមាធិហ្នឹងវាមានច្រើនប្រភេទមិនថាតែនៅក្នុងពុទ្ធសាសនានិងអ្នកនៅសាសនាផ្សេងទេអញ្ចឹង
ខ្ញុំសូមសួរបងថាតើសមាធិហ្នឹងមានបែងចែកជាសមាធិត្រូវនិងសមាធិមិនត្រូវដែរឬក៏អត់បើមានយ៉ាងណាសូមបងជួយបកស្រាយបន្ថែមបាទ បាទខ្ញុំសូមអរគុណនៅសំណួររបស់បងអូនសុធតៈដែលពាក់ព័ន្ធជាមួយនឹងសមាធិត្រូវហើយនិងសមាធិដែលមិនត្រឹមត្រូវបាទអញ្ចឹងនៅក្នុងន័យនេះយើងអាចបែងចែកសមាធិជាពីរនឹងឯងគឺសមាធិមិនត្រឹមត្រូវនិងសមាធិត្រឹមត្រូវហើយបើតាមពាក្យនៅក្នុងប្រពៃណីយើងច្រើនតែប្រើពាក្យថាមិច្ឆាសមាធិហើយនិងសមាសមាធិបាទខ្ញុំនឹងលើកឡើងអំពីអ្វីទៅដែលហៅថាមិច្ឆាសមាធិឬក៏សមាធិមិនត្រឹមត្រូវចំពោះសមាធិមិនត្រឹមត្រូវនេះមានន័យថាជាសមាធិមួយដែលយើងតម្កល់ចិត្តមានតែលើកចិត្តឡើងដើម្បីធ្វើសមាធិអញ្ចឹងទោះជាពេលដែលយើងចាប់ផ្ដើមធ្វើសមាធិនេះវាបានស្ងាត់ហើយនៅពេលដែលចប់សមាធិយើងគិតថាអូខ្ញុំបានធ្វើសមាធិហើយឥឡូវខ្ញុំបញ្ចប់ការធ្វើសមាធិហើយខ្ញុំត្រឡប់មករស់នៅក្នុងស្ថានភាពធម្មតាវិញអញ្ចឹងមានន័យថាមច្ឆាសមាធិនេះសំដៅទៅលើការធ្វើសមាធិដែលលើកចិត្តឡើងធ្វើមានខ្ញុំមានតួខ្លួនខ្ញុំនេះជាអ្នកធ្វើហើយតួខ្លួនខ្ញុំផ្ទាល់ហ្នឹងជាអ្នកចេញពីសមាធិមកវិញបាទកន្លែងនេះគឺហើយយើងជាអ្នកទទួលបាននៅសេចក្តីសុខសេចក្តីស្ងប់ពីអ្វីដែលយើងធ្វើសមាធិហ្នឹងខ្លួនយើងផ្ទាល់ជាអ្នកទទួលបានបាទនឹងយើងហៅថាមិច្ឆាសមាធិចំណែកឯសមាធិត្រូវឬក៏សមាសមាធិនោះគឺបុគ្គលដែលលើកចិត្តឡើងធ្វើសមាធិនឹងលែងមានហើយវាមានតែសកម្មភាពពិតប្រាកដរបស់វាដែលវាកើតឡើងតាមធម្មជាតិរបស់វាឬក៏យើងអាចនិយាយភាសាបុរាណគេហៅថាវាមានតែលក្ខណៈជាបរមត្តសុទ្ធសាធហើយតួខ្លួនរបស់បុគ្គលហ្នឹងគឺវារលាយចូលទៅនឹងសកម្មភាពនឹងតែមួយវាអត់មានខ្លួនឯងទៀតទេបាទហើយពេលសមាសមាធិបាទកន្លែងហ្នឹងយើងហៅថាសមាសមាធិហើយព្រោះបុគ្គលខ្លួនហ្នឹងវាលែងថាខ្លួនឯងជាអ្នកធ្វើសមាធិទៀតហើយដល់ពេលដែលចប់ក៏វារលត់ទៅធម្មតាទៅគាត់មិនបានគិតថាគាត់ទទួលបានអ្វីទេអ្វីដែលយើងបានទទួលនៅពេលនេះគឺជាអាចនិយាយថាជាធម្មជាតិរបស់វាដែលវាមានឡើងសុទ្ធសាធมันមានបុគ្គលអីទៅកំណត់សម្គាល់ថានេះគឺជាការធ្វើនេះគឺជាការទទួលបានអ្វីមួយទេអញ្ចឹងសូមអរគុណបងភិសម័យដែលបានចូលរួមបកស្រាយហើយក៏ប្រគល់ភារៈខ្ញុំដើម្បីបន្ថែមសេចក្តីបន្តិចទៀតអំពីពាក្យថាសមាធិត្រឹមត្រូវនិងសមាធិមិនត្រឹមត្រូវនឹងឬក៏យើងនិយាយពាក្យបច្ចេកទេសថាមិច្ឆាសមាធិនិងសម្មាសមាធិមិច្ឆាសមាធិគឺសំដៅទៅលើសមាធិទាំងឡាយណាឬក៏សេចក្តីស្ងប់ទាំងឡាយណាដែលកើតចេញអំពីចិត្តគិតហើយចិត្តគិតហ្នឹងវាកាន់យកថាវាជាអ្នកធ្វើហើយវាជាអ្នកទទួលបាននៅសេចក្តីសុខដែលកើតចេញអំពីសេចក្តីស្ងប់នៃការបរិកម្មអារម្មណ៍កម្មដ្ឋានឯណានីមួយហ្នឹងអញ្ចឹងឲ្យតែការកងចិត្តឡើងទៅកាន់អារម្មណ៍ឯណានីមួយដោយសម្គាល់ថាមានខ្លួនជាអ្នកធ្វើអញ្ចឹងលទ្ធផលនៃទង្វើដែលបានមកអំពីសមាធិនោះហៅថាជាមិច្ឆាសមាធិហើយឲ្យតែមើលមិនស្គាល់បុគ្គលដែលជាអ្នកធ្វើហ្នឹងហើយសម្គាល់ថាមានខ្លួនជាអ្នកធ្វើនោះចាត់ជាមិច្ឆាសមាធិចំណែកឯសម្មាសមាធិឬក៏សមាធិដែលត្រឹមត្រូវក្នុងគណៈពេលដែលសមាសមាធិកើតឡើងទី1គឺបាត់អត្តសញ្ញាណអត់មានបុគ្គលអ្នកធ្វើសមាធិហើយទី2គឺដឹងច្បាស់ចំពោះសភាវៈទាំងឡាយដែលកំពុងប្រកបក្នុងគណៈនេះនោះហៅថាជាសម្មាសមាធិណាដែលពាក្យខ្លះដែលយើងធ្លាប់ឮមកយើងហៅថាជាសមាធិវិបស្សនាឬក៏សតិប្បដ្ឋានវិបស្សនាហ្នឹងអញ្ចឹងវិបស្សនាមានន័យថាការជាក់ច្បាស់ចំពោះអ្វីដែលកំពុងប្រកបក្នុងគណៈនេះអញ្ចឹងឲ្យតែមានស្មារតីឬក៏វិបស្សនាជាក់ច្បាស់ចំពោះអ្វីដែលកំពុងប្រកបក្នុងគណៈនេះគឺបាត់អត្តសញ្ញាណអត់មានបុគ្គលនៅទីនេះទេគឺមានតែសភាវៈទាំងឡាយដែលកំពុងតែប្រកបមានជាឃើញជាឮជាក្លិនជារសជាផតថាពៈអត់មានជាសត្វបុគ្គលនៅទីហ្នឹងទេ
បាទអញ្ចឹងសូមអរគុណចំពោះបងអូនសុធតៈដែលបានពន្យល់យ៉ាងក្បោះក្បាយនៅសមាធិដែលត្រឹមត្រូវនិងសមាធិដែលមិនត្រឹមត្រូវបាទភ្ជាប់ជាមួយចំណុចនេះដែរខ្ញុំចង់សួរបងអូនបន្តិចថាតើយើងសម្គាល់របៀបម៉េចដែលថាសមាធិនឹងជាសមាធិត្រឹមត្រូវមានន័យថាយើងកំណត់សម្គាល់ឬមួយក៏មានវិធីសាស្ត្រឬក៏យើងធ្វើយ៉ាងម៉េចដើម្បីឲ្យដឹងថាវាជាសមាធិត្រឹមត្រូវទី1ហើយទី2ដែលបងអូនបានទទួលអឺដែលបងអូនស្គាល់ច្បាស់ថាវាជាសមាធិត្រឹមត្រូវនឹងបងអូនបានទទួលការចង្អុលបង្ហាញពីបុគ្គលណាមួយដែរបាទបងអូនអាចបកស្រាយបានទេបាទ បាទអរគុណបងភិសម័យដែលបានសួរសំណួរបន្ថែមអំពីថាតើយើងមានអំណះអំណាងដោយម្ដេចឬក៏ហេតុអ្វីបានជាថាសមាធិបែបនេះជាសមាធិត្រឹមត្រូវអញ្ចឹងដែលយើងអាចដឹងបានថាវាជាសមាធិត្រឹមត្រូវពីព្រោះខណៈពេលដែលចិត្តផ្គងឡើងកាន់អារម្មណ៍ឧទាហរណ៍ថាយើងស្ដាប់សំឡេងទឹកហូរមានន័យថាឲ្យចិត្តតោងតែចំពោះនឹងសំឡេងទឹកហូរតែម្យ៉ាងដំបូងឡើយគឺចិត្តវាផ្គងទៅកាន់យកនិមិត្តនៃទឹកហូរហ្នឹងមកជាអារម្មណ៍ប៉ុន្តែដល់ពេលវាស្ដាប់បន្តិចទៅស្រាប់តែរលត់នៅចិត្តគិតហ្នឹងអញ្ចឹងខណៈពេលនៃការរលត់នៃចិត្តគិតហ្នឹងគឺពេលនោះមានអង្គប្រកបពីរខណៈនោះគឺបាត់នៅអត្តសញ្ញាណមានន័យថាបាត់បុគ្គលដែលជាអ្នកធ្វើសមាធិហើយទី2គឺវាជាក់ច្បាស់ចំពោះសភាវៈទាំងឡាយដែលកំពុងតែប្រកបក្នុងខណៈហ្នឹងនោះហៅថាជាសម្មាសមាធិដែលយើងអាចពិសោធន៍បានមានតែភាពទំនេរមានតែលំហមានតែភាពត្រជាក់នៅទីនោះវាអត់មាននិមិត្តអត់មានអ្នកណានៅទីនោះអ្នកធ្វើសមាធិទៀតទេយ៉ាងនោះហៅថាជាសម្មាសមាធិហើយសួរថាតើខ្ញុំទទួលបានការសិក្សាក៏ដូចជាពិសោធន៍ទទួលបានការចង្អុលបង្ហាញអំពីសាស្តាណានោះខ្ញុំមិនលាក់បងទេហើយក៏សូមជម្រាបជូនដល់មិត្តអ្នកស្ដាប់ថាដែលពីមុនខ្ញុំក៏ជាអ្នកបួសរៀនធ្លាប់ទៅពិសោធន៍ធ្វើសមាធិវិបស្សនានៅបណ្ដាមជ្ឈមណ្ឌលផ្សេងមាននៅក្នុងប្រទេសខ្លះទៅក្រៅប្រទេសខ្លះបងពីសម័យខ្ញុំមិនត្រឹមតែធ្វើសមាធិនៅមជ្ឈមណ្ឌលនៅក្នុងស្រុកទេទៅប្រទេសភូមាទៅប្រទេសឥណ្ឌាក៏ធ្លាប់ទៅពិសោធន៍ធ្វើសមាធិទៅដល់ស្រុកកំណើតរបស់ព្រះពុទ្ធសាមណគោតមទៀតប៉ុន្តែដោយសារតែយើងធ្វើតែតាមគម្ពីរដោយពុំមានអ្នកដែលជាក់ច្បាស់ក្នុងបច្ចុប្បន្នហ្នឹងចង្អុលបង្ហាញបន្ថែមគឺយើងមិនបានដឹងអ្វីដែលជាមិច្ឆាសមាធិឬក៏សមាសមាធិនោះទេយើងធ្វើតាមគ្នារហូតដល់ការតាំងចិត្តការព្យាយាមរបស់ខ្ញុំមុតមមនៅក្នុងការសិក្សាស្វែងរកការពិតហ្នឹងក៏បានថាឧបនិស្ស័យចុះឲ្យទៅបានជួបលោកគ្រូម្នាក់គឺឈ្មោះសក្ខីភគវ័នហ្នឹងដែលលោកជាអ្នកមានការសិក្សាចេះដឹងជ្រៅជ្រះនៅក្នុងព្រះពុទ្ធវចនៈលោកជាអ្នកគោរពព្រះពុទ្ធសាសនាដែលបន្តអំពីដូនតាតាំងពីជីតារហូតដល់ឪពុកហើយមកដល់ចំនួនលោកហ្នឹងក៏ជាអ្នកគោរពកាន់ព្រះពុទ្ធសាសនាហើយលោកមានការសិក្សាចេះចាំនៅព្រះបរិយត្តិធម៌សិក្សានៅគម្ពីរបត្រៃបិដកហ្នឹងចេះដឹងជ្រៅជ្រះណាស់ហើយឆ្លងកាត់ការពិសោធន៍ដោយខ្លួនលោកក៏បានជាក់ច្បាស់នៅអ្វីមួយយ៉ាងដែលជាការពិតដែលមាននៅក្នុងខ្លួនលោកហ្នឹងហើយលោកក៏បានយកមកបង្ហាញប្រាប់ខ្ញុំក៏ដូចជាសិស្សគុណជាច្រើនទៀតឲ្យបានដឹងថាអ្វីជាមច្ឆាសមាធិអ្វីជាសម្មាសមាធិអ្វីជាតួចិត្តគិតអ្វីជាតួវិបស្សនាលោកបានបង្ហាញដល់ពួកយើងខ្ញុំឲ្យបានដឹងអំពីមាគ៌ាទាំងអស់ហ្នឹងរហូតដល់ពួកយើងខ្ញុំហ្នឹងបានពិសោធន៍ដោយខ្លួនឯងហើយបានឃើញថាផ្លូវបប្រតិបត្តិដើម្បីរួចរំដោះហ្នឹងគឺមានពិតប្រាកដដែលមាននៅក្នុងខ្លួនយើងនេះដែលមាននៅទីនេះកន្លែងហ្នឹងផងដែរខ្ញុំក៏សូមជម្រាបបងពីសម័យក៏ដូចជាមហាជនទាំងឡាយឲ្យបានជ្រាបថាមួយរយៈមុននេះគឺមហាជនទាំងឡាយមានការយល់ច្រឡំចំពោះលោកដែលថាលោកចេញមកបកស្រាយនៅព្រះធម៌ហ្នឹងខុសអំពីព្រះពុទ្ធវចនៈហើយមានការបំភ្លៃនៅព្រះពុទ្ធវចនៈ
លើកឡើងថាគម្ពីរ3ដកមិនគ្រប់ទឹកអីអញ្ចឹងតាមពិតដែលពាក្យថាគម្ពីរបត្រៃបិដកមិនគ្រប់ទឹកហ្នឹងគឺលោកអត់មានចេតនាដើម្បីប្រមាថគម្ពីរបត្រៃបិដកទេលោកនិយាយច្រើនណាស់ប៉ុន្តែគ្រាន់តែមហាជនស្ដាប់មិនចប់ច្បិចយកតែចំណុចដែលលោកនិយាយថាគម្ពីរបត្រៃបិដកមិនគ្រប់ទឹកដែលលោកអត់មានចេតនាពួកដូច្នោះទេលោកចង់និយាយថាការធ្វើសង្គាយនានឹងវាច្រើនលើកច្រើនសារមកទៅហើយអញ្ចឹងគម្ពីរបត្រៃបិដកហ្នឹងត្រូវបានគេវិសោធនកម្មមានន័យថាត្រូវបានគេចងក្រងតាក់តែងមកវាច្រើនចំនួនមកហើយអញ្ចឹងកន្លែងខ្លះវាคล้ายវាមិនត្រូវទៅតាមសភាវៈដើមទេហ្នឹងគឺលោកចង់មានន័យអញ្ចឹងលោកអត់មានចិត្តលោកអត់ចង់មានន័យថាគម្ពីរបិដកមិនគ្រប់ទឹកទេសូម្បីតែលោកក៏លោកបានសិក្សាចេះដឹងនៅបរិយត្តិធម៌រហូតដល់លោកពិសោធន៍ជាក់ច្បាស់ដល់ខ្លួនឯងនោះក៏បានតាមរយៈគម្ពីរបត្រៃបិដកដែរហេតុអីក៏លោកទៅនិយាយថាគម្ពីរបិដកមិនគ្រប់ទឹកលោកគ្រាន់តែលើកឡើងចំណុចមួយចំនួនដែលមិនប្រក្រតីតែប៉ុណ្ណោះហើយមួយទៀតដែលលោកលើកឡើងអំពីរឿងអ្នកបួសជាបន្ទុកបរិស័ទអីនោះក៏លោកអត់មានចេតនាដើម្បីបន្តបង្អាប់ព្រះសង្ឃដែរលោកមានការគោរពព្រះសង្ឃណាតាមដែលខ្ញុំធ្លាប់ជួបលោកមកគឺលោកគោរពនឹងឲ្យតម្លៃព្រះសង្ឃណាហើយលើកដំកើងសម្ពុតការសាវកសូម្បីតែខ្លួនលោកមិនបានបួសហ្នឹងក៏លោកយកសម្ពុតចៃវរហ្នឹងមកពាក់នឹងស្មាហ្នឹងគឺដើម្បីឲ្យតម្លៃស្ថាប័នព្រះសង្ឃហ្នឹងទោះបីលោកមិនបានបួសដោយផ្ទាល់ក៏លោកមានការលើកដំកើងគោរពព្រះសង្ឃណាស់ដែរប៉ុន្តែលោកចង់មានន័យអញ្ចេះពាក្យហ្នឹងលោកចង់និយាយថាការទ្រទ្រង់នៅការពិតការបប្រតិបត្តិដើម្បីរួចរំដោះអំពីខ្មាំងគឺអវិជ្ជាតណ្ហាឧបាទាននេះវាមិនចាំបាច់ទាល់តែបួសទេសូម្បីនៅជាគរិវាសដូចជាយើងអញ្ចេះក៏អាចបប្រតិបត្តិដើម្បីរួចរំដោះបានដែរអញ្ចឹងវាមិនចាំបាច់ទាល់តែទៅបួសដើម្បីជាបន្ទុកបរិស័ទទេយើងនៅជាគរិវាសធ្វើស្រែធ្វើចំការច្បាស់ដំណាំធម្មតាដើម្បីចិញ្ចឹមជីវិតខ្លួនឯងបានផងអត់ជាបន្ទុកគេផងហើយយើងអាចបប្រតិបត្តិដើម្បីរួចរំដោះបានដែរអញ្ចឹងណាវាស្រាលឃើញទេវាស្រាលអ្នកដទៃហើយវាអាចស្រាលទាំងខ្លួនយើងទៀតដោយសារតែយើងបានដឹងនៅមាគ៌ាឬក៏គោលការណ៍បប្រតិបត្តិដើម្បីរួចរំដោះបាននៅទីនេះគឺមានន័យអញ្ចឹងឯងប៉ុន្តែមហាជនដែលស្ដាប់មិនបានក៏មានការវិតម្លៃហើយចោទប្រកាន់លោកថាធ្វើវិធានសាសនាសង្ឃមានន័យថាចង់បំផ្លិចបំផ្លាញស្ថាប័នព្រះសង្ឃរហូតដល់ព្រះសង្ឃភាគច្រើនព្រះសង្ឃមួយចំនួនហ្នឹងគឺមានការយល់ច្រឡំគឺឲ្យទោសលោករហូតដល់មានការដាក់ពាក្យហើយបណ្ដឹងទៅក្រសួងធម្មការដើម្បីហៅទៅសួរនាំទៀតផងប៉ុន្តែតាមខ្ញុំដឹងមកមន្ត្រីសង្ឃនៅក្រសួងធម្មការហ្នឹងណាសុទ្ធតែមិត្តចាស់ខ្ញុំភាគច្រើនដែលគេមកខ្សឹបប្រាប់ខ្ញុំថាគេជ្រះថ្លានឹងការសម្ដែងរបស់លោកណាហ្នឹងហើយតាំងពីគេចេះស្ដាប់ធម៌មកមិនមានអ្នកណាអាចវែកញែកនៅការពិតល្អិតសុខុមរហូតដល់ពួកគេជ្រះថ្លាដោយដែលលោកគ្រូសក្ខីភគវន្តបានសម្ដែងទេប៉ុន្តែខ្ញុំក៏សួរទៅវិញថាបើដូច្នោះហេតុអីក៏អញ្ជើញគាត់មកសរសេរសារសុំទោសដោយសារតែគាត់ធ្វើទៅតាមគោលការណ៍ឬការងាររបស់ក្រសួងសម័យពីព្រោះប្រសង់មួយចំនួនដែលមានការយល់ច្រឡំហើយហ្នឹងលោកមិនសុខចិត្តដាក់ពាក្យបណ្ដឹងឲ្យក្រសួងអញ្ជើញលោកទៅបំភ្លឺអញ្ចេះប៉ុន្តែតាមពិតពួកគេអត់ចង់ទេពួកគេជ្រះថ្លានឹងប្រធរដោយដែលយើងជ្រះថ្លានឹងលោកហើយទៅសិក្សាគោរពប្រតិបត្តិដើម្បីជាក់ច្បាស់នៅទីនេះអញ្ចឹងប៉ុន្តែគ្រាន់តែពួកគេមិនបានចូលមកជួបផ្ទាល់ហើយម្យ៉ាងពួកគេធ្វើទៅតាមទួលនីតិម្ល៉េះហើយក៏អញ្ជើញលោកទៅបកស្រាយទៅយ៉ាងហ្នឹងអញ្ចឹងណាអញ្ចឹងវិលត្រឡប់មកវិញមូលហេតុដែលមហាជនមិនគប្បីសង្ស័យមិនគប្បីដាក់ទោសទៅលើសក្ខីភគវន្តគឺខ្ញុំសូមលើកតែពីរចំណុចទេទី1សក្ខីភគវន្តជាអ្នកគោរពព្រះពុទ្ធសាសនាជាអ្នកស្រឡាញ់ព្រះពុទ្ធសាសនាតាំងពីដើមមកលោកជាអ្នកមានវង្សត្រកូលជាអ្នកគោរពកាន់ព្រះពុទ្ធសាសនាតាំងពីដូនតាមកតាំងពីតាលួតតាលាលោកតាក្រមងុយនេះគឺជាលោកតាត្រូវជាខ្សែស្រឡាយត្រូវជាសាច់ឈាមរបស់លោកដែរអញ្ចឹងឃើញទេលោកមានពូជពងមានឈាមជ័រជាអ្នកពុទ្ធសាសនាហើយជាអ្នកប្រាជ្ញប្រចាំប្រទេសសម័យនោះទៀតរហូតមកដល់ចំនួនលោកនេះក៏លោកនៅតែគោរពនិងស្រឡាញ់និងការពារមមណាស់ចំពោះព្រះពុទ្ធសាសនារហូតដល់លោកខំប្រឹងសិក្សាគោរពប្រតិបត្តិដើម្បីបានជាក់ច្បាស់ដល់ខ្លួនឯងហ្នឹង
អាហ្នឹងទី1គឺបរិស័ទមិនគប្បីសង្ស័យចំពោះលោកដោយសារតែលោកទី1គឺជាជនជាតិខ្មែរជាអ្នកស្រឡាញ់ព្រះពុទ្ធសាសនាដែលមានដូនតាជាអ្នកគោរពស្រឡាញ់ព្រះពុទ្ធសាសនាដូចគ្នាអញ្ចឹងណាបងទី2ដែលយើងមិនគប្បីសង្ស័យក៏ដូចជាមិនគប្បីខ្លាចចំពោះលោកគ្រូសក្ខីភគវ័ននោះពីព្រោះគោលដៅរបស់លោកគឺសន្តិភាពទាំងខាងក្នុងទាំងខាងក្រៅហើយអ្វីដែលលោកផ្ដោតនោះគឺសន្តិភាពជាខាងក្នុងនេះខ្ញុំសូមបញ្ជាក់ដល់មហាជនឲ្យបានជ្រាបថាការដែលលោកនៅសហរដ្ឋអាមេរិកលោកខិតខំសិក្សានៅព្រះបរិយត្តិធម៌ហ្នឹងខ្លាំងក្លាណាស់ហើយមានការបដិបត្តិមុតមមណាស់រហូតដល់លោកអាចជាក់ច្បាស់នៅការពិតជាខាងក្នុងខ្លួនរបស់លោកដោយខ្លួនឯងនៅពេលដែលលោកបានភ្ញាក់អំពីដំណេកគឺអវិជ្ជាលោកបានភ្ញាក់ឃើញការពិតដែលមាននៅក្នុងខ្លួនដែលជាទីពឹងដ៏ប្រសើរដែលព្រះសមណគោតមព្រះសម្មាសម្ពុទ្ធជំនាន់មុនក៏លោកបានភ្ញាក់អំពីអវិជ្ជាដែលមាននៅក្នុងខ្លួនព្រះអង្គដោយខ្លួនឯងដែរហើយលោកគ្រូសក្ខីភគវ័នដែលលោកបានគិតថាធម្មតាការរួចរំដោះនេះគឺទាល់តែមានការប្រតិបត្តិដោយខ្លួនឯងពិសោធន៍ដោយខ្លួនឯងទើបអាចចាក់ធ្លុះទើបអាចរួចរំដោះអញ្ចឹងលោកយកនិយាមរបស់អ្នកឃើញការពិតជំនាន់មុនបងចាំទេព្រះសមណគោតមកើតទៅរៀនជាមួយគ្រូអាចារ្យ2នាក់អត់បានឃើញការពិតទេមែនទេដើររៀនគ្រូអាចារ្យច្រើនណាស់ប៉ុន្តែមិនឃើញការពិតទេដល់ពេលលោកទៅពិសោធន៍ដោយខ្លួនឯងទៅលោកបានដឹងថាអ្វីជាការពិតអ្វីជាការរួចរំដោះដល់ពេលលោកគ្រូសក្ខីភគវ័នក៏ដូចគ្នាដែរដើមឡើយគឺលោកមានការគោរពជ្រះថ្លាចំពោះលោកគ្រូអគ្គបណ្ឌិតបុត្រសវង្សណាពីព្រោះទី1គាត់ចូលចិត្តសម្លេងលោកគ្រូអគ្គបណ្ឌិតដែលគាត់សម្ដែងពីរោះសតុននាំចិត្តឲ្យស្ងាត់ស្ដាប់ធម៌លោកគ្រូគឺនាំចិត្តឲ្យស្ងាត់ហើយមួយទៀតគាត់បានតម្រុយអំពីគម្ពីរបត្រៃបិដកដែលគាត់បានសិក្សាមកថាការជាក់ច្បាស់ដល់ខ្លួនការជាក់ច្បាស់នៅការពិតនេះគឺតើតែបុគ្គលពិសោធន៍ដោយខ្លួនឯងណាពិសោធន៍ដោយខ្លួនឯងប្រតិបត្តិដោយខ្លួនឯងទើបរួចរំដោះលោកគ្រូសក្ខីភគវ័នដែលមុននឹងលោកបានឃើញការពិតហ្នឹងគឺលោកមានសេចក្តីជ្រះថ្លាគោរពចំពោះលោកគ្រូអគ្គបណ្ឌិតបុត្រសវង្សណានៅពេលដែលគាត់រៀបចូលដំណេកណាគាត់ថ្វាយបង្គំមកទិសខាងកើតសិនចឹងនៅសហរដ្ឋអាមេរិកយើងហៅថាបច្ចឹមប្រទេសមែនទេវានៅខាងលិចអញ្ចឹងមុននឹងគាត់ចូលដំណេកហ្នឹងគាត់ថ្វាយបង្គំមកទិសខាងកើតថ្វាយបង្គំគម្ពីរបត្រៃបិដកដែលបានរៀនហ្នឹងដោយគិតថាលោកគ្រូគឺជាវិញ្ញូជនជាអ្នកដែលមានការចេះដឹងជ្រៅជ្រះហើយចាត់ជាគ្រូដោយប្រយោលទោះបីលោកមិនបានជួបដោយផ្ទាល់ក៏ដោយប៉ុន្តែលោកមានការឲ្យតម្លៃចាត់ជាគ្រូដោយប្រយោលពីព្រោះបានស្ដាប់បានយល់អំពីព្រះបរិយត្តិភាគច្រើនហ្នឹងតាមរយៈលោកគ្រូហ្នឹងលោកគ្រូបុត្រសវង្សហ្នឹងលោកក៏បានបប្រតិបត្តិហើយជាក់ច្បាស់ការពិតដែលមាននៅក្នុងខ្លួនដោយខ្លួនឯងបន្ទាប់ពីលោកបានដឹងច្បាស់ចំពោះការពិតដែលមាននៅក្នុងខ្លួននេះលោកក៏មានការនឹកឃើញថាអាត្មាអញនឹងមិននៅសហរដ្ឋអាមេរិកតទៅទៀតទេអាត្មាអញនឹងមកប្រទេសកម្ពុជាទី1ដោយសារតែអាត្មាអញមានឈាមជ័រជាខ្មែរមានដូនតានៅខ្មែរទី2គឺនឹកឃើញទៅដល់ប្រជាជនទាំងឡាយដែលជាសាច់ឈាមរបស់លោកនៅក្នុងប្រទេសកម្ពុជាទាំងមូលហ្នឹងលោកចង់នាំយកនៅការពិតដែលលោកបានជាក់ច្បាស់ហ្នឹងយកមកផ្សព្វផ្សាយជូនទៅដល់ប្រជាជនកម្ពុជាយើងឲ្យលោកបានដឹងផងដែរដោយសារតែឃើញថាប្រជាជនកម្ពុជាយើងសុទ្ធតែជាអ្នកគោរពស្រឡាញ់ព្រះពុទ្ធសាសនាស្រឡាញ់នៅការពិតអញ្ចឹងលោកគិតថាការពិតដែលលោកបានឃើញនេះប្រកាសជាអាចមានប្រយោជន៍ដល់ពុទ្ធបរិស័ទខ្មែរយើងហើយប្រជាជនខ្មែរយើងហើយអាចជួយពួកគាត់ឲ្យមានសន្តិភាពដួងព្រលឹងឲ្យមានសន្តិភាពជាខាងក្នុងបានហើយចឹងហើយបានជាលោកសុកចិត្តលះបង់ការងារលះបង់អ្វីដែលមាននៅសហរដ្ឋហ្នឹងមកកម្ពុជាយើងវិញដោយគោលបំណងគឺដើម្បីផ្សព្វផ្សាយនៅសន្តិបត្តិផ្សព្វផ្សាយនៅការពិតដែលមាននៅក្នុងខ្លួននេះឲ្យប្រជាពុទ្ធបរិស័ទឲ្យមនុស្សឲ្យប្រជាជនឬក៏បងប្អូនឈាមជ័រជាតិខ្មែរយើងនឹងបានដឹងបានស្គាល់នៅអមតៈធាតុដែលមាននៅក្នុងខ្លួនរបស់បុគ្គលគេគ្រប់គ្នានឹងផងដែរអមតៈធម៌ការពិតឬការរួចរំដោះនេះវាមាននៅក្នុងបុគ្គលម្នាក់ហ្នឹងប៉ុន្តែដោយសារតែអត់មានអ្នកចោះបង្ហាញអ្នកបើកបង្ហាញឲ្យឃើញអញ្ចឹងហើយពួកគេនៅតែសិក្សាបប្រតិបត្តិសាងសន្សំដើម្បីការរួចចាក់ទុកនៅពេលខាងមុខ
tam khnia thà nộp biến mình nghĩ bán thế cao rồi đồng đó nó mình nghĩ sầm rạch thế to ta sắc xa sân tới sân xóm sân tới đạp sân tới phơi tiên phơi sau phơi phiêu nia sân tới phơi sma thi sân tới chăm ốp bạn để sai cướp chăm rồi trả tục chăm chụp pre sama sampot ở ngày nay muối để bàn trà đằng máu lúc bao bằng hai máu cứ ban khơi cả bật vì rong chăm chăng á vì ọt toàn chưa tham miên để khơi cả bật không pa chợ bán hay ai bằng hai để khơi bán á nên ngày vì kết tha rương trà đằng rồi rụng đo rồi có ban để pin nâng vì mình nghĩ nè nhưng ai vậy ban tha cả trà đằng rồi có ban để pin nâng vì chặt thôi chỉ rương để tiền ta hay mà nuôi lên sau chưa tha cả nạ pa chợ bán nâng rồi bán tiền nhóm vì muốn có đôi khi nàyทวายบังคมเปลี่ยนมาสกามนจันจะเพื่อการนั่งทัดทานทาโซมอ่อยบานจีโอปะในสายจูเปรสอาไม่ไตรสดับทอปองมาคุยมวยเกธาให้บานเคยกาปรุจ่าตกนู่อารมณ์ขยมนังบริษัทมันเข้าគ្នាទេពីព្រោះខ្ញុំចេញអំពីបរិស័ទដែរតាចេញអំពីវត្តអំពីសិក្សាបរិយាទេធរចេញអំពីការសាងសន្សំដោយពួកគាត់អញ្ចឹងដែលมันបានដឹងអំពីភូមិសាស្ត្រហ្នឹងណាប៉ុន្តែជាភពសំណាងរបស់ខ្ញុំក៏ថាបានដែលឧបនិស្ស័យល្អសាងសន្សំមកក៏ថាបានដែលគៀងកឲ្យមកជួបលោកគ្រូសក្ខីភគវ័នហ្នឹងលោកក៏បានបើកបង្ហាញប្រាប់ខ្ញុំឲ្យស្រាលនៅសកាយតិដ្ឋិឲ្យអស់នៅសេចក្តីសង្ស័យគឺវិជិកិច្ឆាហើយជួយរំដោះខ្ញុំឲ្យរួចអំពីសីលពតបរាមាសៈរួចអំពីការសាងសន្សំធ្វើទានធ្វើសិលធ្វើភាវនាដើម្បីបានរួចរំដោះនៅពេលណាមួយខាងមុខនោះអាទាំងអស់ហ្នឹងគឺជាសីលពតបរាមាសៈប៉ុន្តែពុទ្ធបរិស័ទក្នុងប្រពៃនេះមិនដឹងថាទានសិលភាវនាដែលពួកគេសាងដើម្បីរួចចាក់ទុកនៅពេលអនាគតជាសីលពតបរាមាសៈទេពួកគេគិតថាជាកិច្ចវត្តដ៏ត្រឹមត្រូវប៉ុន្តែអ្វីក៏ដោយការសាងសន្សំទានសិលភាវនាដោយមានបំណងដោយការគិតថាមានខ្លួនអ្នកធ្វើឲ្យមានខ្លួនអ្នកបាននៅពេលខាងមុខហ្នឹងអាហ្នឹងក៏គឺជាសីលពតបរាមាសៈដែរវាមិនចាំតើថាទៅជឿលើកិច្ចបប្រតិបត្តិនៅពិធីកម្មផ្សេងៗនៅសាសនាដទៃទេនៅខាងក្រៅសាសនាពុទ្ធទេសូម្បីតែខ្លួនឯងនៅពុទ្ធសាសនាដែលខំប្រឹងធ្វើអ្វីមួយដែលគិតថាមានខ្លួនអ្នកបានហើយខំប្រឹងវាចាទានសិលភាវនាហ្នឹងហើយដើម្បីបានរួចចាទុកនៅពេលខាងមុខហ្នឹងអាហ្នឹងក៏ជាសីលពតបរាមាសៈដែរគេហៅថាជាសីលពតបរាមាសៈដែលល្អិតសក្ខុមដែលជាប់នៅក្នុងសន្តានដែលបុគ្គលមិនអាចមើលឃើញបានដល់ពេលខ្ញុំបានជួបលោកចាត់ជាសំណាងខ្ញុំដែលលោកបានបង្ហាញខ្ញុំឲ្យរួចអំពីអាធម៌3ហ្នឹងសកាយតិដ្ឋិវិជិកិច្ឆានិងសីលពតបរាមាសៈរហូតដល់លោកអាចបង្ហាញខ្ញុំឲ្យឃើញឲ្យយល់បានថាអ្វីជាសម្មាសមាធិអ្វីជាមច្ឆាសមាធិនេះដូច្នេះសរុបសេចក្តីមកមហាជនអត់គប្បីនឹងមានការសង្ស័យថាសក្ខីភគវ័នមកបំបែកសាសនាមកបំផ្លាញសាសនាទេគឺលោកមកដើម្បីជួយទៅវិញទេលោកមកដើម្បីជួយបង្ហាញនៅការពិតយកការពិតដែលមានការដែលជាការពិតរបស់អ្នកដែលបានឃើញការពិតជំនាន់មុនមានព្រះសមណគោតមជាដើមហ្នឹងមកបង្ហាញដល់យើងដែលជាអ្នកកាន់ពុទ្ធសាសនាដែលជាអ្នកស្រឡាញ់ការពិតហ្នឹងឲ្យបានស្គាល់អញ្ចឹងណាប៉ុន្តែដល់ពេលមហាជនមើលមិនដឹងមើលមិនយល់លោកវិនិច្ឆ័យច្រឡំបែរជាទៅគិតថាសក្ខីភគវ័នហ្នឹងគឺមកដើម្បីចង់បំផ្លាញសាសនាចង់ធ្វើវិធានសាសនាសង្ឃណាចង់ដើម្បីបំបែកបំបាក់ពុទ្ធបរិស័ទទៅវិញអាហ្នឹងគឺជាការយល់ខុសស្រឡះតែម្ដងដែលជាការវិនិច្ឆ័យពីចម្ងាយដោយមិនបានចូលមកសិក្សាមកសួរនាំឲ្យច្បាស់លាស់ទេជាពិសេសគឺមន្ត្រីសង្ឃតែម្ដងប្រសិនបើលោកមានការសង្ស័យលោកចង់ដឹងឲ្យច្បាស់លោកគិតថាសក្ខីភគវ័នជានរណាឲ្យច្បាស់ជាខ្មែរឬជាបរទេសមកនឹងជាអ្នកចង់បំផ្លាញឬចង់លើកស្ទួយសាសនាសូមនិមន្តនឹងអញ្ជើញចូលមកជួបដើម្បីពិភាក្សាគ្នាមកនឹងអាចដឹងហើយណាពីព្រោះយើងជាខ្មែរដូចគ្នាមែនទេយើងជាខ្មែរដូចគ្នាយើងអាចនិយាយគ្នាបានតាសូម្បីខ្មែរនិងបរទេសគឺយើងនៅនិយាយចរចាគ្នាត្រូវចិត្តទម្រាំខ្មែរដូចគ្នាស្ដាប់ភាសាខ្មែរគ្នាឯងបានទេណារឿងអីដែលនិយាយស្ដាប់គ្នាមិនបានប៉ុន្តែណាស់តែវិនិច្ឆ័យពីចម្ងាយវិនិច្ឆ័យដោយអវិជ្ជមានវិនិច្ឆ័យដោយទិដ្ឋិរបស់ខ្លួនដោយគិតថាគេប្រកាន់ខុសអញ្ចឹងហើយខ្លួនឯងហ្នឹងគឺមិនចូលមកសន្ទនាទេវាវិនិច្ឆ័យតាមទិដ្ឋិខុសរបស់ខ្លួនឯងណាអាហ្នឹងវាជាការខាតបង់វាជាការខាតបង់នៅប្រយោជន៍ដែលខ្លួនឯងកំពុងតែប្រាថ្នាណាធម្មតាយើងទៅបួសមិនប្រាថ្នាដើម្បីការរួចចាកទុក្ខមែនទេនឹងនៅពីអ្នកសច្ឆិករណដ្ឋាយៈនោះគឺតាំងចិត្តចំពោះមុខឧបជាថាសូមឲ្យធ្វើសូមឲ្យការសាងភ្នោះនេះជាការជាកម្មមួយធ្វើឲ្យជាច្បាស់នៅព្រះនិព្វាននោះ
ហ្នឹងហើយដែលយើងសុទ្ធតែចង់បានការរួចរំដោះទាំងប្រសង់ទាំងប្រសក់ហ្នឹងណាប៉ុន្តែដល់ពេលយើងមិនបានចូលមកសាកសួរយើងមានការវិនិច្ឆ័យច្រឡំអញ្ចឹងអាបំណងរបស់យើងហ្នឹងក៏វាអត់បានសម្រេចទេរស់នៅដោយទិដ្ឋិអញ្ចឹងតទៅទៀតទៅហ្នឹងវាជាការយឺតយូរនៅក្នុងដំណើរវដ្តសង្សារអញ្ចឹងសរុបសេចក្តីមកខ្ញុំក្នុងនាមខ្ញុំក៏ជាពុទ្ធបរិស័ទជាអ្នកមានឈាមជ័រជាខ្មែរហើយជាអ្នកស្រឡាញ់ព្រះពុទ្ធសាសនាដូចគ្នាសូមជូនដំណឹងក៏ដូចជាសំណូមពរដល់ប្រជាពុទ្ធបរិស័ទទាំងអស់ទាំងប្រសង់ទាំងកុហកហ្នឹងសូមឈប់វិនិច្ឆ័យចំពោះរឿងអវិជ្ជមានចំពោះលោកគ្រូសក្ខីភគវន្តពីព្រោះលោកមកគឺដើម្បីជួយជ្រោមជ្រែងជួយលើកដំកើងនៅការពិតឬក៏មកជ្រោមសាសនាដែលជាសាសនាការពិតព្រះពុទ្ធសាសនាជាសាសនាការពិតអញ្ចឹងលោកមកហ្នឹងគឺដើម្បីបង្ហាញការពិតដែលមាននៅក្នុងព្រះសាសនាយើងនេះឯងសូមឈប់មានការយល់ច្រឡំបន្តទៅទៀតទៅបាទអញ្ចឹងការបកស្រាយរបស់ខ្ញុំឆ្លើយសំណួររបស់បងមានប្រមាណប៉ុណ្ណេះហើយដោយសារតែរៀងល្ងឹតហើយដែរបងមានអីចូលរួមបន្ថែមទៀតទេតើតើរឿងសមាធិវិបស្សនានេះឬក៏យ៉ាងណាបាទសូមជើញបងបាទអរគុណបាទសូមអរគុណច្រើនចំពោះការបកស្រាយដ៏ក្បោះក្បាយរបស់បងអូនសុធតៈខ្ញុំមិនមានយោបល់អ្វីបន្ថែមទៀតទេព្រោះខ្ញុំយល់ថាការបកស្រាយនេះគឺបានក្បោះក្បាយច្បាស់លាស់បំផុតហើយសូមអរគុណបាទសូមអរគុណច្រើន
Hãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ
có bay ha con đập pi chứ nè mùi mùi kia pi ô nó bay lên này pi từ đâu pi từ đâu lại làm đi lấy cùng muối lấy cùng muối hai đã lấy ăn chết nó này đang này lấy cùng muôn ai đã lấy ăn chết còn cái này lấy nè lên vâng còn cái này lấy con còn cái này lấy con còn cái này lấy con
เ